គោរពជំរាបសួរទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តដែលនិយមចូលចិត្តស្រឡាញ់ទៅនឹងវិស័យទូកងសម្រាប់នៅក្នុងវីដេអូនេះដែរគឺជាការកែសម្រួលទាំងស្រុងតែម្ដងរបស់ទូកងនៅក្នុងវត្តព្រះប្រសពណាដែលជាទូកចាស់នោះទេហើយសម្រាប់ទូកងមួយគ្រឿងនេះផងដែរគឺមានឈ្មោះថាព្រះប្រសពសែនជ័យបារមីអង្គមពពេជ្រនៅក្នុងការកែសម្រួលនេះដែរគឺកែសម្រួលដោយក្រុមជាងរបស់បងប្រុសគូសិង្ហងសម្រាប់ការកែសម្រួលនេះគឺជាការកែសម្រួលកំឡុងឆ្នាំ2025នោះទេពុកម៉ែបងប្អូនអរគ្នាមិនមែនជាពេលថ្មីនេះទេហើយដោយឡែកទូកងមួយគ្រឿងនេះក៏បានបដូរឈ្មោះមកជាទូកងដែលមានឈ្មោះថាសវណ្ណបេកាសោមាទេវីអង្គមពពេជ្រផងដែរមានចំណុះហ្នឹងគឺ75នាក់ណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់ទូកងមួយគ្រឿងនេះក៏បានចូលរួមនៅក្នុងកម្មវិធីបណ្ណាំងផ្សេងផងដែរដូចជាកម្មវិធីដំបូងនេះគឺនៅខាងរស័យជ្រុយគឺធ្វើការប្រកួត2ជើងគឺឈ្នះ1ជើងចាញ់1ជើងណាហើយចំណែកកម្មវិធីទី2ហ្នឹងគឺនៅខាងវត្តវិជ័យរាំងសីហ្នឹងឯងដែលទើបតែចប់ហើយថ្មីថ្មោងទេកាលពីឆ្នាំ2025កន្លងផុតទៅណាហើយគឺលេង2ថ្ងៃគឺឈ្នះ3ជើងចាញ់1ជើងណាពុកម៉ែបងប្អូនអរគ្នាហើយសម្រាប់សប្តាហ៍គឺរក្សាទុកនៅក្នុងវត្តព្រះប្រសពចាស់ផងដែរដោយឡែកទូកដែលរក្សាទុកនៅក្នុងវត្តព្រះប្រសពចាស់ហ្នឹងគឺមានចំនួន2គ្រឿងហើយទូកមួយគ្រឿងទៀតគឺទើបតែធ្វើហើយនោះទេគឺជាការកែសម្រួលទេមិនមែនជាទូកថ្មីណាពុកម៉ែបងប្អូនអរគ្នាក៏ឈ្មោះថាសវណ្ណបេកាដូចគ្នាដែលជាទូកសិស្សច្បងណាហើយគឺធ្វើហ្នឹងដោយក្រុមជាងលពូត្រីសេងហៀប